所以ដូច្នេះហើយ 我继续学中文在这里 ចំពោះបងស្រីគាត់នៅតែបន្តរៀនភាសាចិននៅទីនេះ 好 ពីមុនហើយនឹងឥឡូវហ្នឹង 不一样的 គឺអត់ដូចគ្នាទេ 我充时间在这里学中文 គាត់ចាប់ផ្ដើមពេលវេលាដែលរៀនភាសាចិននៅទីនេះ 我看到自己 បងស្រីគាត់មើលឃើញខ្លួនឯង 什么不会的 អ្វីក៏គាត់អត់ចេះដែរ 我看到别人 បងស្រីគាត់មើលទៅគេវិញ 他的中文很好的 ភាសាចិនរបស់គេហ្នឹងគឺពិតជាល្អណាស់ 我这样做到他们一样的 បងស្រីគាត់ចង់ធ្វើដូចជាពួកគាត់អញ្ចឹង 一天比一天 មួយថ្ងៃទៅមួយថ្ងៃ 很快 គឺលឿនណាស់ 一年比一年 មួយឆ្នាំពីមួយឆ្នាំ 很快的 គឺលឿនណាស់ 如果你们 បើសិនបើបងប្អូនអ្នកគ្នា 充时间学中文 ចាប់ដើមពេលវេលាមករៀនភាសាចិនហើយ 可能一年到2年可以做到的 ប្រហែលជាមួយឆ្នាំទៅ2ឆ្នាំអីហ្នឹងគឺបងប្អូនអ្នកគ្នាអាចធ្វើបានហើយ 我学中文 បងស្រីគាត់រៀនភាសាចិន 可能1年半的 ប្រហែលជាមួយឆ្នាំជាងហើយ 我的朋友 បងមិត្តភក្តិរបស់បងស្រីវិញ 问我 សួរបងស្រី 为什么你学中文呢 ហេតុអ្វីបានជាអ្នករៀនភាសាចិន 你可以找到好工作吗 តើអ្នកអាចរកបានតែការងារដែលល្អអត់ 对我没事 ចំពោះបងស្រីគឺអត់អីទេ 我相信自己 បងស្រីគាត់ជឿជាក់ទៅលើខ្លួនឯង 别人可以做到 គេអាចធ្វើបាន 我可以做到的 បងស្រីហ្នឹងក៏អាចបងស្រីក៏គាត់អាចធ្វើបានដែរ 只要你们有目标 តម្រូវឲ្យតែបងប្អូនអ្នកគ្នាមានគោលដៅ 不管别人说什么 មិនខ្វល់ថាគេនិយាយអ្វី 只要你 សើចបងប្អូនអ្នកគ្នា 不管的 មិនបាច់ខ្វល់ទេ 相信自己 ត្រូវតែជឿជាក់លើខ្លួនឯង 学中文 រៀនភាសាចិន 很重要 គឺសំខាន់ណាស់ 因为 ពីព្រោះអី 我用英文 បងស្រីក៏ប្រើប្រាស់ភាសាអង់គ្លេស 工资不高的 ភាសាប្រាក់ខែវិញគឺអត់ខ្ពស់ទេ 但是 ប៉ុន្តែ 我从时间学中文 បងស្រីគាត់ចាប់ផ្ដើមពេលវេលារៀនភាសាចិន 我容易找到工作 បងស្រីមានអារម្មណ៍ថាវាងាយស្រួលនៅក្នុងការរកការងារ 我学中文1年 បងស្រីក៏រៀនភាសាចិនមួយឆ្នាំ 我去面试 បងស្រីក៏ទៅសម្ភាស 跟中国人 ជាមួយនឹងជនជាតិចិន 我害怕我觉得我没有去面试过怕 បងស្រីគាត់មានអារម្មណ៍ថាខ្លួនឯងហ្នឹងគឺអត់ធ្លាប់ទៅសម្ភាសទេគឺមានអារម្មណ៍ថាខ្លាចណាស់ 对我没事 ចំពោះបងស្រីគឺអត់អីទេ 鼓励 លើកទឹកចិត្ត 要钱 ត្រូវការលុយ 要学 ត្រូវតែរៀន 要帮忙 ត្រូវតែ 要帮忙家庭 ត្រូវតែជួយគ្រួសារ 要努力 ត្រូវតែខិតខំ 所以 ដូច្នេះហើយ 怕也去 ខ្លាចហ្នឹងក៏ត្រូវតែទៅដែរ 这个社会 សង្គមមួយនេះ 需要 ត្រូវការ 人 មនុស្ស 可以会中文 មនុស្សដែលអាចចេះនិយាយភាសាចិន 中国人 ភាសាជនជាតិចិន 他能沟通跟你一样 ពួកគាត់អាចទំនាក់ទំនងជាមួយពួកយើងដូចគ្នា 很简单如果你可以说中文的 ងាយស្រួលណាស់បើសិនជាពួកយើងទាំងអស់គ្នានឹងអាចនិយាយភាសាចិនបាន 所以 ដូច្នេះហើយ 现在 ឥឡូវនេះ 你们应该充时间 ឥឡូវនេះបងប្អូនទាំងអស់គ្នាគួរតែឆ្លៀតពេលវេលា 我觉得 បងស្រីគាត់យល់ថា 1年以后 មួយឆ្នាំក្រោយ 你可以找到好工作的 បងប្អូនទាំងអស់គ្នានឹងអាចรកការងារដែលល្អធ្វើបាន 我说实话 បងស្រីគាត់និយាយតាម 你 ត្រង់ 可以用中文 បងប្អូនទាំងអស់គ្នាអាចប្រើប្រាស់ភាសា 你 ចិន 可以用电脑 បងប្អូនទាំងអស់គ្នាអាចប្រើប្រាស់ភាសា 你的 កុំព្យូទ័រ 你的工资很高的 ប្រាក់ខែបងប្អូនទាំងអស់គ្នាគឺខ្ពស់ណាស់ 你可以试 បងប្អូនទាំងអស់គ្នាអាចសាកបាន 我不骗你的 បងស្រីគាត់អត់កុហកពួកយើងទេ 对我试好了 ចំពោះបងស្រីបានសាករួចហើយ 所以 ដូច្នេះហើយ 我继续学中文在这里 ចំពោះបងស្រីគាត់នៅតែបន្តរៀនភាសាចិននៅទីនេះ 好谢谢 ការចែកម្លេចរបស់គាត់យើងយកហេតុអីគេល្អហើយប្រើការងារបានហើយហេតុអីគេនៅឆ្លៀតពេលរៀនភាសាចិនទៀតដោយសារតែគាត់ស្រឡឹងមើលថាបើគាត់មានចេះភាសាចិនទៀតឱកាសដែលគាត់ចាប់បានការងារកាន់តែល្អប្រាក់ខែកាន់តែគួរសមគឺវារៀងគ្រាន់បាយជាងនឹងទៀតទៅគាត់ចាប់ភាសាចិនបន្តទៀតហើយបានដូចគាត់និយាយចែកម្លេចតែបទសោតទៅកាន់ពួកយើងអញ្ចឹងខ្លាចអត់ក៏ខ្លាចពួកដែលមិនធ្លាប់ប៉ុន្តែគឺត្រូវតែខ្លាចក៏ត្រូវតែទៅដែរពីព្រោះថាដើម្បីអីសង្គមនេះគឺយើងត្រូវការចំណេះដឹងនិងសមត្ថភាពទៅធ្វើការទៅគេត្រូវការពេលយើងធ្វើការទៅសួរយើងខ្លាចយើងអត់ទៅអាចជួយខ្លួនឯងបានអត់យើងខ្លាចយើងអត់ទៅអាចជួយគ្រួសារបានអត់ទេខ្លាចតែនៅតែប្រឹងស្វែងរកចំណេះថ្មីខ្លួនឯងស្វែងរកបទពិសោធន៍ថ្មីខ្លួនឯងអញ្ចឹងពួកយើងស្ដាប់ហើយយល់ពីការចែកម្លេចរបស់គេហ៊ានបានពីការចែកម្លេចរបស់គេខ្លះអត់ចាយើងត្រូវតែហ៊ានត្រូវតែប្រឹងដូចគេស៊ីនេះមក